ពីសាវីកាហ្វេខៀវខ្មែរហ្នឹងអាចជួយនៅបញ្ហាឬដងបានទេលោកគ្រូចាបាទវាជាការប៉ັດណាស់ជាបទពិសោធន៍ផ្ទាល់មានអ្នកជំងឺ6នាក់ដែលខ្ញុំបានជួបប្រទះដោយផ្ទាល់ហើយគាត់មានជំងឺរីដុងបានអ្នកខ្លះ5ឆ្នាំ6ឆ្នាំ12ឆ្នាំក៏មានហើយក្រោយដែលគាត់ទទួលទានវីកាហ្វេយើងមិនអាចនិយាយថាវីកាហ្វេមួយមុខឬក៏ V04 ដែរទេតែសារគាត់ទទួលទានទាំងពីរហ្នឹងហើយក្រោយមកគាត់បានប្រាប់មកវិញថាការបត់ជើងរបស់គាត់ល្អប្រសើរហើយបញ្ហាដុំដែលមានចេញមកក្រៅកម្រិតទី3នោះត្រូវបានរួមត្រឡប់ទៅវិញសូម្បីតែលោកវិជ្ជាបណ្ឌិតចាមសវណ្ណាក៏លោកបានជួបអ្នកជំងឺផ្ទាល់ក៏បានផ្ញើនៅរូបភាពអ្នកជំងឺផ្ទាល់ក្រោយប្រើប្រាស់រយៈពេល1សប្តាហ៍នោះគាត់ទទួលបានផលពាក់ព័ន្ធនឹងជំងឺរីដុងបានយើងអត់អាចនិយាយបានថាវីកាហ្វេព្យាបាលជំងឺរីដុងបានទេប៉ុន្តែវីកាហ្វេបានចូលរួមចំណែកខ្ពស់ជាមួយនឹងជំងឺរីដុងបាននេះអ្នកដែលមានការជំងឺរីដុងបានរាល់ពេលដែលគាត់ទទួលទានវីកាហ្វេមុនអាហារពេលព្រឹកហើយនឹងពេលល្ងាចនោះមានន័យថាជំងឺរីដុងបាតរបស់គាត់នឹងអន់ស្បាយបើកាលណាគាត់ពិសាររយៈពេល3ខែខ្ញុំហ៊ានសន្និដ្ឋានបានខ្លះថាអ្នកជំងឺរីដុងបាតនឹងលែងមានការហូរឈាមនឹងលែងមានការលំបាកក្នុងការបន្តបង់ហើយពិសេសនោះគឺអាចរួមត្រឡប់ទៅវិញបានច្រើនដោយមិនចាំបាច់ឈានទៅដល់ការវះកាត់ប្រសិនបើគាត់នៅតែបន្តហូបសាច់ហើយបោះបង់ចោលអាហារដែលជួយដល់សុខភាពពោះវៀនរបស់គាត់ដូចជាវីកាហ្វេនេះអញ្ចឹងជាការពិតគាត់ពិបាកក្នុងការព្យាបាលដោយធម្មជាតិណាស់មានតែឈានទៅដល់ការវះកាត់អញ្ចឹងវីកាហ្វេចូលរួមចំណែកខ្ពស់ចំពោះអ្នកជំងឺរីដុងបាតនេះតែម្ដងហើយពិសេសគឺអ្នកជំងឺទឹកនោមផ្អែមសូមអរគុណសូមអរគុណលោកវិជ្ជាបណ្ឌិតចាសម្រាប់កម្មវិធីថ្ងៃនេះអញ្ចឹងដោយសារពេលវេលាយើងអស់ហើយអញ្ចឹងនេះខ្ញុំសូមបញ្ចប់